ជំរាបសួរដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការទស្សនារឿង Channel អាយខ្មែរសម្រាយរឿងថ្ងៃនឹងផងដែរខ្ញុំនឹងលើកយករឿងភាគចិនជិញថ្មីមួយមកធ្វើការសង្ខេបដែលមានចំណងជើងថា La Behind the Mask ដែលសាច់រឿងចង់និយាយពីស៊ីជីចិនជាកូនប្រុសស្បងរបស់ស្ដេចស៊ីហានដែលគាត់នឹងបានបាត់បង់គ្រួសារទាំងមូលនៅថ្ងៃរៀបការរបស់គាត់ហើយដើម្បីស្វែងរកការសងសឹកគាត់នឹងក៏បានដូរឈ្មោះទៅជាឈ្មោះមួយទៀតតគ្នានឹងដែលហៅថាមូហាហើយគាត់នឹងក៏បានទទួលការទុកចិត្តពីព្រះនាងដែលបានសម្លាប់គ្រួសារគាត់ខណៈពេលដែលគូដណ្ដឹងរបស់គាត់ស៊ីជីចិននឹងដែលជាព្រះនាងឈ្មោះថាហងអានីនដែលជឿថាស៊ីជីចិននឹងត្រូវបានក្រុមចោរសម្លាប់ពេលនោះព្រះនាងហងអានីនក៏បានដូរឈ្មោះជាព្រះនាងដែលសម្លាប់គ្រួសារស៊ីជីចិនហើយការលះបង់របស់ពួកគេទាំងពីរពួកគេនឹងក៏មានអារម្មណ៍ស្នេហាដែលមិននឹកស្មានមិនដល់ហើយនឹងការសងសឹកក៏ខ្លាចជាការបំបីមិនបានហើយដើម្បីដឹងថាពួកគេទាំងពីរទៅជាយ៉ាងណាមានតែចូលទៅកាន់ការទស្សនារឿងទាំងអស់គ្នាសាច់រឿងត្រូវចាប់ផ្ដើមឡើងនៅក្នុងរដ្ឋមួយដែលមានឈ្មោះថាហងសានដែលថ្ងៃនឹងដែរគឺជាថ្ងៃរៀបមង្គលការរបស់ព្រះបុត្រាស៊ីជីចិននិងព្រះនាងហងអានីនពេលនឹងដែរអ៊ំចាស់ម្នាក់ក៏បានរត់មកប្រាប់ថាព្រះរាជាតារារំបានបញ្ជាកូនចៅជាច្រើនមកសម្លាប់ពួកយើងនៅក្នុងគ្រួសារសានទាំងអស់គ្នានៅក្នុងយប់ហ្នឹងហើយបន្ទាប់ពីព្រះបិតាស៊ីជីចិនបានដឹងរឿងពីអ្នកបម្រើនោះគាត់នឹងក៏បានប្រាប់អ្នកបម្រើឲ្យក្លែងខ្លួនធ្វើជាកូនកំឡោះជំនួសបុត្រារបស់គាត់ហើយព្រះអង្គក៏បានប្រាប់ព្រះមហាក្សីនឹងឲ្យធ្វើយ៉ាងណាការពារខ្សែឈាមរាជវង្សឲ្យបានហើយពេលនឹងដែរក្រុមគិតករនោះក៏បានសម្លាប់ព្រះអង្គនិងព្រះមហាក្សីនៅនឹងមុខព្រះបុត្រាស៊ីជីចិនតែម្ដងដែលធ្វើឲ្យព្រះបុត្រាស៊ីជីចិនគឺបំភ្លេចកំហឹងនេះមិនបានឡើយហើយពេលដែលព្រះនាងហងអានីនត្រូវជាកូនក្រមុំរបស់ព្រះរាជបុត្រស៊ីជីចិនបានមកដល់ឃើញថាមានអ្វីចម្លែកព្រះនាងក៏បានរត់ចូលទៅមើលពេលដែលព្រះនាងមកដល់នៅក្នុងផ្ទះឃើញថាគ្រួសាររបស់សានត្រូវជាព្រះបុត្រានឹងគឺបានគេកាប់សម្លាប់ទាំងអស់ហើយព្រះនាងក៏បានងាកមើលទៅខាងក្នុងឃើញថាក៏មានការកាប់សម្លាប់នៅខាងក្នុងបន្តទៀតទើបព្រះនាងនឹងបានរត់ទៅមើលបន្តទៀតឃើញថាពេលដែលព្រះនាងមកដល់គាត់នឹងក៏បានឃើញថាកូនកំឡោះដែលរៀបការជាមួយនឹងគាត់នឹងគឺមានគេសម្លាប់បាត់ទៅហើយមនុស្សស្រីដែលដើរមកដែលអ្នកទាំងអស់គ្នាបានឃើញនេះជាតួឯកស្រីនៅក្នុងរឿងយើងដែលនាងជាមុខងារជាព្រះនាងដែលត្រូវព្រះបិតានឹងបានបញ្ជាមកសម្លាប់គ្រួសារព្រះបុត្រានឹងនាងនឹងមានឈ្មោះថាកញ្ញាស៊ូហើយបពុពីរអ្នកទៀតនឹងក៏ឃើញថាការសម្លាប់ទាំងអស់នឹងបានព្រះនាងហងអានីននឹងបានឃើញទាំងអស់ហើយព្រះនាងហងអានីននឹងក៏មានជាគុំគួនរត់ចេញពីកន្លែងនឹងថានឹងសងសឹកឲ្យក្រុមគ្រួសារព្រះបុត្រាយីចិនហើយបន្ទាប់ពីក្រុមគ្រួសាររបស់ព្រះអង្គសានត្រូវពួកនឹងបានសម្លាប់ទាំងអស់ហើយពួកនោះក៏បានកាត់ក្បាលទ្រង់យកមកពយោឲ្យប្រជាជនទាំងអស់នឹងបានមើលហើយក៏បានចោទប្រកាន់ទៅពួកគាត់នឹងថាជាអ្នកបះបោរនៅក្នុងរដ្ឋមួយនឹងហើយសាច់រឿងយើងនឹងក៏បង្ហាញមុខដែលត្រូវសងសឹកឲ្យព្រះបិតាជាមួយនឹងក្រុមពួកបះបោរទាំងនោះគឺយីចិនហើយនឹងព្រះនាងហងអានីនហើយដើម្បីដឹងរឿងយើងទៅជាយ៉ាងណាយើងចូលបន្តទៅមុខទៀតដែលនៅក្នុងរាត្រីមួយព្រះនាងស៊ូកំពុងតែលេងទឹកសប្បាយនោះព្រះនាងហងអានីនក៏បានដើរចូលមកជាមួយនឹងកំបិតមួយជង់ទៅលើព្រះនាងស៊ូក៏បានសួរថាឯងជានរណាហ៊ានមកចូលរាជដំណាក់របស់យើងដោយព្រះនាងហងអានីនក៏បានប្រាប់ថាយើងជាអ្នកមកយកជីវិតរបស់ឯងពេលហ្នឹងព្រះនាងហងអានីនក៏បានសម្លាប់ព្រះនាងស៊ូបន្ទាប់មកក៏បានដកស្បែកមុខរបស់ព្រះនាងស៊ូនឹងយកមកប្រើពាក់នៅលើខ្លួនឯងចាប់ពីពេលហ្នឹងមកព្រះនាងហងអានីនក៏បានតាំងខ្លួនគឺជាព្រះនាងស៊ូគ្មាននរណាម្នាក់បានដឹងពីរឿងនេះឡើយហើយបន្ទាប់ពីព្រះនាងហងអានីនបានសម្លាប់ព្រះនាងស៊ូឥឡូវអេដមីនសូមហៅព្រះនាងហងអានីនទៅជាព្រះនាងស៊ូវិញបន្ទាប់ពីសម្លាប់ព្រះនាងស៊ូនឹងក៏បានមកគាល់ព្រះរាជាដោយមានកំបិតមួយបំរុងនឹងសម្លាប់ព្រះរាជាចោលកន្លែងនឹងតែម្ដងតែពេលដែលឃើញថាព្រះរាជានឹងមានវិញ្ញាណសត្វឥន្ទ្រីដ៏អាក្រក់ដ៏សាហាវគ្មាននរណាសម្លាប់គាត់បានទើបកញ្ញាស៊ូនឹងគិតថាបើចង់សម្លាប់ព្រះរាជាកន្លែងនេះគឺសម្លាប់មិនបានទេលុះត្រាតែរស់ស្អឹងអាក្រក់បរោះចំនួន3នាក់មកចម្រាញ់ចេញជាផ្កា3រដូវទើបនាងនឹងអាចសម្លាប់ព្រះរាជាអាក្រក់នេះបានទើបបន្ទាប់ពីកញ្ញាស៊ូបានលាព្រះរាជាមកវិញនាងនឹងក៏បានប្រើខ្សែដៃក្រឡៃនៅដៃរបស់នាងនឹងតាមមន្តអាគមដើម្បីរស់ឆ្អឹងអាក្រក់ពេលនឹងឃើញថាខ្សែដៃនៅដៃរបស់នាងនឹងក៏បង្ហាញថាឆ្អឹងអាក្រក់គឺទៅលើបរោះម្នាក់ដែលមានឈ្មោះថាស៊ីយីចិនគឺជាតួប្រុសរបស់យើងហើយពេលនឹងដែរស៊ីយីចិនក៏បានប្រែឈ្មោះជាម្នាក់ទៀតដែលមានឈ្មោះថាម៉ូហាយ៉ាងអេដមីនសូមហៅតួប្រុសរបស់យើងនៅក្នុងរឿងនេះហៅថាម៉ូហាអញ្ចឹងបន្ទាប់ពីកញ្ញាស៊ូបានប្រើខ្សែដៃវេទមន្តនឹងដឹងថាឆ្អឹងអាក្រក់នោះនៅលើបរោះម្នាក់ដែលមានឈ្មោះថាម៉ូហានឹងកញ្ញាស៊ូនឹងក៏បានឲ្យសេនារបស់គេហែហោមជាច្រើនមានទាំងស្រីមានទាំងប្រុសនឹងដើម្បីមកស្ទាក់ផ្លូវយកម៉ូហានឹងទៅនៅក្នុងរាជវាំងជាមួយនឹងនាងនឹងដើម្បីចិញ្ចឹមយកឆ្អឹងអាក្រក់របស់ម៉ូហាដើម្បីបង្កើនធម៌ពលមហិទ្ធិរបស់នាងហើយពេលហ្នឹងកញ្ញាស៊ូក៏បានសួរទៅអ្នកតែងក្រេស្នែកនឹងថាអ្នកនៅខាងក្នុងនឹង
ហ្នឹងតើចង់សែងគាត់ទៅកន្លែងណាដែរដែលអ្នកសែងក្រេស្នៃម្នាក់ក៏បានចេញមកហើយប្រាប់ថាបុរសម្នាក់នៅខាងក្នុងនេះគឺសែងបំរុងទៅឲ្យព្រះនាងជាយ៉ាវដែលគាត់នេះត្រូវទៅធ្វើជាប្តីខ្មោចរបស់ព្រះនាងជាយ៉ាវហើយប្តីខ្មោចនៅក្នុងរឿងនេះអេដមីនក៏អត់យល់ដែរអ្នកទាំងអស់គ្នាអាចតាមជាមួយអេដមីនបន្តទៀតហើយកញ្ញាស៊ូបន្ទាប់ពីដឹងថានេះជាប្តីរបស់ព្រះនាងជាយ៉ាវកញ្ញាស៊ូហ្នឹងក៏បានប្រាប់ថាប្តីអ្នកណាប្តីទៅគាត់នឹងក៏មិនខ្វល់ដែរហើយក៏បានបោះឆាត់ហ្នឹងទៅឲ្យអ្នកបម្រើរបស់គាត់ហើយនាងហ្នឹងក៏បានដើរចូលទៅកន្លែងមោហាហើយពេលដែរកញ្ញាស៊ូហ្នឹងបានចូលទៅកន្លែងមោហាកញ្ញាស៊ូក៏បានសួរថាលោកនឹងឈ្មោះអ្វីដែរមោហាក៏បានប្រាប់ថាខ្ញុំបាទហ្នឹងមានឈ្មោះថាមោហាហើយកញ្ញាស៊ូហ្នឹងក៏បានអូក៏មោហាហ្នឹងឲ្យឡើងជិះក្រេស្នៃរបស់នាងដោយប្រាប់ថាក្រេស្នៃនេះគឺមិនស័ក្តិសមទេពីក្រេស្នៃជាមួយនាងហ្នឹងគឺស័ក្តិសមវិញហើយសាច់រឿងកន្លែងនេះអេដមីនសូមបញ្ចប់ត្រឹមកន្លែងនេះសិនដោយសារវារៀងយប់តិចហើយហើយបងប្អូនទាំងអស់គ្នាពេញចិត្តដែលមានអ្នក like ច្រើននិង subscribe វីដេអូអេដមីននឹងធ្វើរឿងនេះបន្តទៀតហើយសូមអ្នកទាំងអស់គ្នាទៅណាមកណាមានសុវត្ថិភាពតាមផ្លូវហើយជួបតែអ្នកស្រឡាញ់ជារៀងរហូត